បុព្វកាទៅបានព្រៀបពោធិមន្តលៈទេរៈហ្នឹងព្រះអង្គអនុគ្រោះយាមទៅបាត់ក្នុងព្រៃហ្នឹងហើយរត់ចាញ់បីពួកធ្វើរត់ចូលនៅក្នុងព្រៃហ្នឹងបានដាក់បានដល់ព្រះមហាពោធិមន្តលៈទេរៈហ្នឹងទៅអានស្ដាយទៀនទៅហើយខ្វាយហ្នឹងមិនមែនទៅមកចំណាយក៏ខ្វាយទៅនឹកឃើញសបាយចិត្តថាក្នុងព្រៃសំមានសម្បណៈមកគឺថាឃើញទៅជ្រះថ្លាក្នុងលោកដាក់ចំណាយព្រះអង្គដែរទៅមហាស្រាប់ទៅព្រះអង្គដាក់ទៅឯងខ្សោយតែឯងបរិភោគតែឯងយ៉ាងម៉េចដាក់ដែរទៅហើយស្រាប់តែមើលទៅសេះគេទៅភ្លេចមកដូចថាឲ្យព្រះអង្គដាក់ដែរទៅយល់ចិត្តសេះដាក់ទាំងទួតចំណាយទៅហើយបរិជាព្រះអង្គឆ្លៀតណាក្លៀននឹងនឹកឃើញថាបើប្រធេរៈឆាំសល់អីបានដល់យើងទៅក្លៀននឹកប្រធេរៈលើបានទៅឆាំទៅលោកដាក់បាននឹងប្រហោះអញ្ចឹងណាអភិដ្ឋាននោះបានទៅផងពុទ្ធណាទៀតអស់ចេញពីប្រហោះមកដល់បរិជានឹងត្រេកអរណាស់បានសោយទៅឲ្យមហាផ្លិតខ្លះទៅផ្សេងខ្លះទៅដូចទៅព្រះអង្គនឹងមានអីបូជាលាងបាតឲ្យស្អាតព្រះអង្គមានសម្ពុតមកផ្ទាំងហ្នឹងគាត់ប្រាប់បរិជាល្អដាក់ក្នុងបាតនឹងដាក់លើបាតដៃទៅឋានទៅឋានទៅថាព្រះអង្គឲ្យទៅវិញទៅតែទៅវិញទៅនឹងក្នុងពុទ្ធសករាជជាង300ក្នុងសម័យកាលបបាទុក្ខគិនីអភ័យព្រះអង្គ